ចាកូនទាំងអស់គ្នាបន្ទាប់ពីកូនបានសរសេរតាមអានបញ្ចប់ហើយបន្តទៅទៀតនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅរៀនធ្វើលំហាត់មួយទៀតណាអញ្ចឹងកូនយកសៀវភៅសិក្សាគោលរបស់យើងមកទាំងអស់គ្នាហើយកូនបើកឲ្យចំទំព័រទី5ចាកូនបានបើកទាំងអស់គ្នានៅកូនរួចរាល់ហើយចាល្អណាស់អញ្ចឹងកូនមើលនៅត្រង់លំហាត់ខចាលំហាត់ខគេថាមិនដែរកូនចាចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះឲ្យបានត្រឹមត្រូវចាពាក្យនៅក្នុងប្រអប់នេះទៅបំពេញល្បះនេះឲ្យបានត្រឹមត្រូវអញ្ចឹងពាក្យនៅក្នុងប្រអប់នេះមានអីខ្លះហ៎កូនចាមានសួនច្បារទង់ជាតិអគារចាយើងមានពាក្យសួនច្បារទង់ជាតិអគារចាឥឡូវកូនមើលទៅល្បះទី1នៅក្នុងសៀវភៅយើងកូនឃើញមើលថាតើល្បះទី1គេថាម៉េចហ៎ចាសាលារៀននេះមាន3ខ្នងចាល្បះទី1សាលារៀននេះមាន3ខ្នងឥឡូវនេះកូនចូលរួមគិតជាមួយនឹងអ្នកគ្រូទាំងអស់គ្នាថាតើយើងគួរយកពាក្យណាមកបំពេញនៅក្នុងល្បះទី1នេះកូនចាល្អណាស់កូនថាអគារចាគឺយើងយកពាក្យអគារនេះមកបំពេញនៅក្នុងត្រង់ចំណុចនេះណាអញ្ចឹងអ្នកគ្រូបានអគារចាបន្ទាប់ពីល្បះទី1កូនបានស្វែងរកហើយគឺពាក្យអគារត្រង់យកមកបំពេញត្រង់ចន្លោះនេះតើឥឡូវយើងអានទាំងអស់គ្នាណាកូនសាលារៀននេះមានអគារ3ខ្នងចាល្អណាស់តើឥឡូវកូនទៅមើលល្បះទី2ទៀតតើល្បះទី2យើងគួរយកពាក្យអ្វីមកបំពេញហើយល្បះទី3យើងយកពាក្យអ្វីមកបំពេញអញ្ចឹងត្រង់ពីល្បះហ្នឹងគឺកូនទាំងអស់គ្នាត្រូវធ្វើដោយខ្លួនឯងឥឡូវកូនសាកគិតមើលចាល្បះទី2យកពាក្យណាល្បះទី3យកពាក្យណាចាកូនគិតរួចហើយណាតើឥឡូវមានកូនណាអាចចែករំលែកឲ្យអ្នកគ្រូបានដឹងមើលថាតើល្បះទី2យើងយកពាក្យណាមកបំពេញកូនចាមកកូនខាងនេះអូល្អណាស់កូនថាសួនច្បារហើយកូនខាងនេះកូនថាទង់ជាតិកូនខាងនោះកូនថាអ្វីដែរកូនថាសួនច្បារចាល្អណាស់កូនអញ្ចឹងត្រង់ចន្លោះល្បះទី2នេះគឺយើងយកសួនច្បារមកបំពេញណាកូនណាចាតោះឥឡូវនេះនៅសល់ល្បះចុងក្រោយទី3មកកូនណាស្ម័គ្រចិត្តថាតើយើងយកពាក្យណាមកបំពេញកូនអូតើកូនយកពាក្យណាទង់ជាតិពូកែមែនតើកូនទាំងអស់គ្នាឯកភាពពាក្យទង់ជាតិទាំងអស់គ្នាទេកូនអូឯកភាពល្អណាស់កូនចាកូនបានបំពេញល្បះរួចរាល់ហើយបន្តទៅទៀតនេះសូមកូនទាំងអស់គ្នាយកសៀវភៅសរសេរឡើងមកចាកូនបានយកមកគ្រប់គ្នាហើយឥឡូវនេះសូមកូនទាំងអស់គ្នាធ្វើការចម្លងទាំង3ពាក្យនេះចូលក្នុងសៀវភៅសរសេររបស់កូនចាទី1អគារទី2សួនច្បារទី3ទង់ជាតិចាកូនចាប់ផ្ដើមចម្លងទាំងអស់គ្នាចាកូនចម្លងរួចនៅកូនរួចហើយចាអរគុណណាស់អញ្ចឹងកូនសូមធ្វើសញ្ញាភាសាកម្ពុជាអបអរសាទរទាំងអស់គ្នាកូនចាពិតជាពូកែមែន